Ok, so đây là đọc nền chọn lợi dương màu mình to để thông tin năng ca cực rong lên nơi package đó đại miền giam RPM hay năng DNF chọn tổng bay năng viên để thông tin mình chấm pua RPM cứ military head package manager cứ việc thay bây giờ low level tool là việc handle actually file hay việc install để thông tin năng RPM fileបើសិនបើយើង install PM package អញ្ចឹងវាប្រកាសជា RPM ហ្នឹងវា load message error ឲ្យយើងឃើញអញ្ចឹងចំពោះ YAM ដែលមានន័យថា yellow dot update modify ហ្នឹងវាទៅ create ហើយវាទៅ solve problem ទាក់ទងទៅនឹង dependency RPM ដែលវា load message error មួយហ្នឹងអញ្ចឹងវាទៅ install program ប៉ុន្តែទាក់ទងទៅនឹង YAM ហ្នឹងគឺវាជាវាថាជា traditional គេ support ហ្នឹងអញ្ចឹងឥឡូវគេផលតាក់ទងទៅនឹង DNF ច្រើនជាងដើម្បីទៅ solve problem តាក់ទងទៅនឹង DNF file មួយហ្នឹងអញ្ចឹងដោយសារតែ YAM វាជាវាប្រៀបថាពិបាក maintain អញ្ចឹង DNF វាគឺ faster ជាង YAM ដូច្នេះគេប្រើ YAM បច្ចុប្បន្នហ្នឹងអញ្ចឹងឥឡូវយើងចូលតាក់ទងទៅនឹងឧទាហរណ៍ទាំងអស់គ្នាអញ្ចឹងខ្ញុំទៅ connect ជាមួយ propertyខ្ញុំប្រើ user របស់ខ្ញុំអូខេអញ្ចឹងបន្ទាប់មកយើងទៅស្វែងយល់ទាំងអស់គ្នាទាក់ទងទៅនឹង YAM ហ្នឹងអញ្ចឹងដំបូងយើងទៅ download package ដែលសិនដែលប្រើទាក់ទងទៅនឹង RPM អញ្ចឹងដើម្បី download specific file យើងប្រើ command នេះអ្នកនរគ្នាយើងប្រើ command ហ្នឹងមក enter អញ្ចឹងយើងទៅ install អញ្ចឹងយើងត្រូវរងចាំនៅកន្លែងនេះឲ្យវា install ពេញ 100% សិនអូខេអញ្ចឹងវាពេញ 100% ហើយអញ្ចឹងវានឹង load ទាក់ទងទៅនឹង Google Chrome នេះដែលយើងបាន install ជា file មួយនោះអញ្ចឹងបន្ទាប់យើងទៅ check ថា Chrome មួយនោះដែលយើងអញ្ចឹងយើងប្រើ RPM ទៅ check Chrome មួយនោះថាតើយើងមាន file នោះអត់ enter បន្ទាប់មកយើងទៅ install package ម្ដងនេះចានេះយើងទៅ install យើងប្រើ command ហ្នឹងមក enter អូខេអញ្ចឹងនេះគឺជា package ដែលខ្ញុំបាន install អញ្ចឹងបន្ទាប់យើងទៅ check ទាក់ទងទៅនឹងយើងចង់ uninstall វាចំពោះការ uninstall package យើងប្រើ command ហ្នឹងអ្នកនរគ្នា enter អញ្ចឹងនេះគឺវាទាក់ទងទៅនឹង Chrome មិនដែលយើងអត់បាន install បន្ទាប់យើងទៅ update ម្ដងចំពោះការ update គឺយើងប្រើ command control មិញហ្នឹង enter មកអូខេអញ្ចឹងនេះវានឹង load ទាក់ទងទៅនឹងការ update Google Chrome របស់យើងចានេះ dependency ដំបូងចានេះគឺជាការ update របស់យើងចឹងបន្ទាប់យើងទៅ check dependency ម្ដងចំពោះការ check គឺយើងប្រើ command នេះយើង enter មកអូខេអញ្ចឹងនៅពេលដែលយើង check dependency របស់យើងគឺយើងនឹងឃើញ dependency ទាំងអស់ដែលមាននៅក្នុងហ្នឹងហើយអញ្ចឹងបន្ទាប់យើងចូលទៅកាន់ YAM ម្ដងគឺ yellow dot update management អញ្ចឹងយើងទៅ search ទាក់ទងទៅនឹងថា Google Chrome របស់យើងហ្នឹងគឺវា available អត់អញ្ចឹងយើងប្រើ command ហ្នឹងមកអញ្ចឹងវា load មកថានេះអញ្ចឹងខ្ញុំត្រូវដាក់មុននឹងចេញខ្ញុំត្រូវប្រើ password សិនអូខេអញ្ចឹងបន្ទាប់មកគឺ
ពេលដែលយើង check ហើយយើងទៅ view detail ម្ដងចំពោះការ view detail ហ្នឹងគឺដើម្បីឲ្យយើងឃើញថាតើវាមាន report ហើយនិង local file នឹងអត់ចឹងបន្ទាប់ពីយើង check info របស់យើងហើយនេះគឺទាំង report ទាំង local file គឺវាមានទាំងអស់នៅក្នុងនេះចឹងចំពោះការ install គឺយើងប្រើ នេះ install យើងប្រើ command ហ្នឹងខ្ញុំសូម clear ទេអ្នកនរគ្នាសារវានៅក្រោមពេកទៅenter មកអូខេអញ្ចឹងនេះសិតតែការ install ទៅតាមទៅនឹងការ install Google Chrome របស់យើងចឹងខ្ញុំ tab Y មកដើម្បីថាយើងអូខេហើយអ្នកនរគ្នាអាច check បានទៅតាមទៅនឹង Chrome ដែលយើងបាន install នោះចឹងដល់ពេលដែលយើង install យើងត្រូវរងចាំឲ្យវាពេញដូចគ្នាមិញហ្នឹង 100% សិនចឹងលើយើងត្រូវរងចាំវាឲ្យ full 100% នៅពេលដែលវា install នេះវា load ឲ្យយើងឃើញគ្រប់នៅទាំងអស់នេះនេះវា load RPM already download អូខេអញ្ចឹងអូខេហើយខ្ញុំ tab Y ដើម្បីចឹងវា load នេះវា load key imported successfully ឲ្យយើងឃើញនេះចឹងតើអស់ហ្នឹងគឺតែការ install តាក់ទងទៅនឹងយើងប្រើប្រាស់យ៉ាំចឹងយើងត្រូវរងចាំតិចដើម្បីឲ្យវា load install ហ្នឹងឲ្យអស់សិនអូខេអញ្ចឹងដល់ពេលដែលវា install រួចហើយវានឹង load complete នេះឲ្យយើងឃើញហើយអញ្ចឹងបន្ទាប់ពីយើង install រួចរាល់អស់ហើយយើងទៅ uninstall វាម្ដងអញ្ចឹង uninstall យើងប្រើ command នេះអ្នកនរគ្នា remove Google Chrome Starboard អញ្ចឹងយើងប្រើ command ហ្នឹងមក enter អញ្ចឹងវា load remove 132 package ហ្នឹងហើយអញ្ចឹងមានន័យថាយើងអាច free space ហើយនឹងយើង remove វាបានជោគជ័យអញ្ចឹងយើង tab Y មកចុះវា load erase ឲ្យយើងឃើញនេះpackage មួយនេះយើងinstall ហើយឥឡូវយើង remove វិញចឹងវា erase ឲ្យយើងហើយអូខេអញ្ចឹងយើងបាន remove វាបានជោគជ័យហើយបន្ទាប់មកយើងទៅ check តាក់ទងទៅនឹងsearch តាក់ទងទៅនឹង package ដែលវា available repository ហ្នឹងអញ្ចឹងយើងប្រើ command នេះដើម្បីទៅ search enter មកអូខេអញ្ចឹងយើង search តាក់ទងទៅនឹងនេះយើង search ចឹងវានឹង load តាក់ទងទៅនឹង Google Chrome ដែលយើងsearch ហ្នឹងដែលវា load មាន beta មាន canary ហើយនិង unstable នេះដែលយើងបាន remove វិញអញ្ចឹងបន្ទាប់មកយើងទៅ
យល់ដឹងតាក់ទងទៅនឹង DNF ម្ដងអញ្ចឹងយើងដំបូងយើងទៅ install package install នេះអញ្ចឹងវាយើង install ខ្ញុំ tab Y មកនេះវាកំពុងតែ download package ឲ្យយើងនេះចានេះវាគឺកំពុង load តាក់ទងទៅនឹង DNF ដែលយើងinstall Google Chrome តាមរយៈ DNF ហ្នឹងអញ្ចឹងរងចាំតិចទៀតឲ្យវាពេញកន្លែងនេះ 100% សិនអ្នកនរគ្នាអូខេអញ្ចឹងវា load នេះការ install ហ្នឹងហើយនេះវាកំពុង install ឲ្យយើងអញ្ចឹងការ install របស់យើងមិញហ្នឹងគឺវា complete ហើយអញ្ចឹងបន្ទាប់មកយើងទៅremove វិញម្ដង remove ដោយប្រើប្រាស់ DNF អញ្ចឹងយើងកុំភ្លេចដាក់ sudo នៅមកអញ្ចឹងវា load error វិញអញ្ចឹងយើង enter មកអូខេអញ្ចឹងវា load free space នេះគឺមានថាយើង remove បានជោគជ័យ remove ហើយអញ្ចឹងយើង tab Y គឺ yes ហើយ N ហ្នឹងគឺ no អ្នកនរគ្នាអញ្ចឹងយើង tab Y មកអញ្ចឹងវាតិចទៀតវា load នេះ errors មកហើយវា load errors ថាយើងការ install មិញហើយយើងទៅ remove គឺវាលុបទាំងអស់អញ្ចឹងនេះខ្ញុំ complete remove ហើយបន្ទាប់មកយើងទៅ check តាក់ទងទៅនឹងlink install package របស់យើងអញ្ចឹងយើងប្រើនេះអ្នកនរគ្នាដើម្បីទៅ check link install ហ្នឹងយើងប្រើ command ហ្នឹងenter មកបន្ទាប់មកយើងទៅ update no គឺយើងទៅ show package នេះទៅ show package info គឺយើងប្រើ command ហ្នឹងenter មកអូខេអញ្ចឹងនេះ package info របស់យើងគឺ Google Chrome ហើយវាគឺ package ដោយសារយើង remove អស់អ្នកនរគ្នាតោះមកយើងទៅ update តាក់ទងទៅនឹង Google Chrome ដែលយើងប្រើ DNF ចឹងនៅពេលដែលយើង update យើងឃើញថា Google Chrome ដែលយើងបង្កើតហ្នឹងវាគឺមានទាំង uninstall ហើយវាគឺលុបអស់ហើយអញ្ចឹងនេះគឺជាការប្រើប្រាស់តាក់ទងទៅនឹងការគ្រប់គ្រង Linux package ដែលយើងប្រើ YAML ប្រើ RPM ហើយនិង DNF